ស្លខ្ទិះត្រីឆ្លាំងផ្លាស់ប្ដូរពីខ្ទះមកឆ្នាំងវិញដោយសារតែវាច្រើនពេកចឹងមិនថាការគិតមិនដូចការធ្វើផ្សំបន្លែណេះណោះតិចតួចមួយមុខបន្តិចបានឡើងមួយឆ្នាំងធំអញ្ចឹងម្ហូបមួយមុខនេះ fail ត្រង់ថាដូរពីខ្ទះទៅដាក់ឆ្នាំងវិញប៉ុន្តែរសជាតិអត់ fail ទេណាបងប្អូនរសជាតិនៅអែមដែរចឹងដំបូងឡើយខ្ញុំដាក់ខ្ទះឲ្យក្តៅដាក់ប្រេងឆាចូលបន្ទាប់មកខ្ញុំដាក់គ្រឿងបុកចូលគ្រឿងបុកមានគល់ស្លឹកគ្រៃម្ទេសស្លឹកក្រូចខ្ទឹមសបងប្អូនហើយនិងម្ទេសក្រៀមបងប្អូនយកត្រាំទឹកហើយច្រាមឲ្យម៉ត់ហើយបុកជាមួយគ្រឿងយើងនឹងមកបន្ទាប់មកខ្ញុំដាក់ប្រហុកតែបើបងប្អូនអត់ចេះញ៉ាំប្រហុកទេអាចជំនួសកាពិបានឆាគ្រឿងនិងប្រហុកនឹងចូលគ្នាបន្តិចហើយខ្ញុំដាក់មួយនឹងខ្ទិះដូងចូលហើយខ្ទិះដូងខ្ញុំដាក់តែបន្តិចសិនទេកូរវាឲ្យឈ្ងុយមួយគ្រឿងបន្តិចសិនបន្ទាប់មកខ្ញុំចាក់ខ្ទិះទាំងអស់ចូលកូរចូលគ្នាមួយគ្រឿងឲ្យបានសព្វល្អហើយពុះតិចខ្ញុំចាក់ទឹកចូល2ចានចង្កឹះហ្នឹងណាតែចានចង្កឹះនេះយើងត្រូវដែរហើយបន្តមកទៀតខ្ញុំដាក់ជាមួយនឹងទឹករសជាតិសញ្ញារូបពូចុងភៅពេលដែលដាក់គ្រឿងហ្នឹងបងប្អូនអត់ប្រើអំបិលប៊ីចេងអីទេទឹកត្រីក៏យើងអត់ប្រើដែរចឹងដាក់ចូល2វែកតូចហ្នឹងទៅហើយកូរវាតិចតួចខ្ញុំគ្របឲ្យពុះសិនហើយបើសិនជាស្ទើររសជាតិអីបងគ្រាន់ចាក់ទឹកនឹងបន្ថែមមកអត់ចាំបាច់ទៅថែមអំបិលផងប៊ីចេងផងស្ករផងទេចឹងគឺងាយស្រួលខ្លាំងមែនតើពេលដែលទឹកពុះហើយខ្ញុំចាប់ផ្ដើមដាក់ត្រីចូលហើយត្រីនេះដឹងតែឆ្ងាញ់ហ្មងដោយសារតែប្អូនថ្លៃខ្ញុំក៏ស្ទូចខ្លួនឯងអញ្ចឹងគឺថា best of the best ហ្មងធម្មជាតិគ្រប់សពបែបយ៉ាងពេលដែលស្លចាប់ផ្ដើមពុះភ្លាមហ្នឹងគឺបងចាប់ផ្ដើមបង់បន្លែចូលទៅកុំឲ្យបែកសាច់ត្រីណាឲ្យបន្លែនិងត្រីហ្នឹងឆ្អិនតាណាគ្នាបានល្អប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ទះខ្ញុំចាប់ផ្ដើមហៀអញ្ចឹងខ្ញុំត្រូវតែផ្លាស់ប្ដូរដាក់ទៅឆ្នាំងវិញបន្លែទិញគេតិចតួចបេះខ្លួនឯងនៅជុំវិញផ្ទះខ្លះទៀតទៅអន្សមនោះបន្លែបានច្រើនដល់ពេលចឹងអត់ហ៊ានចោលទេសិតតែរបស់ធម្មជាតិចឹងណាចឹងបន្ទាប់ពីដូរឆ្នាំងហើយខ្ញុំចាប់ផ្ដើមថែមឲ្យទឹកខ្ទិះដូងមួយចានទៀតហើយដាក់ល្ហុងចូលឲ្យហើយទៅបន្លែខ្ញុំដាក់ចូលគ្នាឲ្យសព្វគ្រប់ចូលពេលតែមួយហ្នឹងទៅពេលខ្ញុំបដូរឆ្នាំងហើយខ្ញុំថែមបន្លែផងខ្ញុំថែមខ្ទិះដូងផងអញ្ចឹងរសជាតិវាយ៉ាងស្ទើរជាងមុនហើយអញ្ចឹងខ្ញុំបន្ថែមមួយទឹករសជាតិសញ្ញារូបពូចុងភៅចូលថែមតាមអ្វីស្លតូចហ្នឹងឯណាតែប៉ុណ្្នឹងមករសជាតិគឺអែមហ្មងចុងក្រោយខ្ញុំថែមស្លឹកញចូលហើយម្ហូបយើងក៏រួចរាល់ដែរបើបងចង់ឲ្យម្ហូបមានរសជាតិកាន់តែឆ្ងាញ់លើសពីថ្វីដៃរបស់យើងណាហើយមានរសជាតិថេបងកុំភ្លេចសាកល្បងជាមួយនឹងទឹករសជាតិសញ្ញារូបពូចុងភៅជាផលិតផលរបស់ខ្មែរយើងសុទ្ធ 100% បើទៅលេងផ្ទះម៉ាក់ក្មេងថ្ងៃដំបូងកុំភ្លេចឲ្យសាររបស់ពិសេសនេះត្រូវទៅកាន់យកទៅឲ្យម៉ាក់ក្មេងគាត់រំភើបចិត្តជាមួយនឹងការភ្លក់ម្ហូបរបស់យើងអីចឹងណា